ព្រះរាជាណាចក្រកម្ពុជាសម័យអង្គរធ្លាប់មានឥទ្ធិពលយ៉ាងខ្លាំងក្លានិងល្បីខ្ទរខ្ទារពេញពិភពលោកប៉ុន្តែចក្រភពនេះបានថយឥទ្ធិពលរបស់ខ្លួនបន្តិចម្ដងរហូតចាក់ចោលរាជធានីអង្គរនៅក្នុងគ្រិស្តសក1431ការផ្លាស់ប្ដូរទីតាំងរាជធានីថ្មីនេះបានបង្ហាញពីលក្ខណៈយុទ្ធសាស្ត្រនិងភាពឈ្លាសវៃនៃបុព្វបុរសខ្មែរដើម្បីស្ដារជីវភាពប្រជាជនដែលបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងកំឡុងពេលដែលសៀមចូលឈ្លានពានជាច្រើនលើកជាច្រើនសារព្រះបាទពន្យាយ៉ាត1421ដល់1431ព្រះបាទពន្យាយ៉ាតបានសោយរាជ្យនៅក្រុងអង្គរអស់រយៈពេល10ឆ្នាំពីឆ្នាំ1421ដល់1431ព្រះអង្គក៏បានលើករាជធានីមកទួលបាសានក្នុងខេត្តស្រីសឆស្រីសន្ធរនៅក្នុងឆ្នាំ1431តែដោយសារតែទួលបាសានមានទឹកជន់លិចជារៀងរាល់ឆ្នាំក៏រើរាជធានីពីស្រីសឆមកតាំងនៅចតុមុខមង្គលទន្លេច្រាបឈាមវិញព្រះអង្គបញ្ជាសម្ដេចចៅពន្យាកែអង្គញាហោរាធិបតីខៀវមន្ត្រីតូចធំគុនគូមើលទីតាំងចតុមុខថាល្អហើយព្រះអង្គក៏បញ្ជាឲ្យចៅពន្យាចៅហ្វាយខេត្តសំរោងទងកែនរាជលើកដីពង្រាបជុំវិញវត្តភ្នំនិងក្នុងវាំងគេហៅកំពង់រាបនិងកន្លែងរាជជីកចូលអាចដីគេហៅបឹងតេជោកន្លែងអង្គញាវង្សាអនុជិតភ្លុងចៅហ្វាយខេត្តបាទីជីកព្រែកបង្ហូរទឹកការពាររាជធានីគេហៅព្រែកអង្គញាភ្លុងមុខស្ថានីយ៍រថភ្លើងព្រះអង្គឲ្យគេជីកគូទឹកមានព្រែកតាកែវខាងត្បូងព្រែកអូកូខាងលិចព្រែកពងពាយខាងជើងឬព្រែកចិនដំដែកចិនរស់ស៊ីដំដែកក្រោយពីសាងសង់រាជធានីរួចព្រះអង្គបានប្រទានព្រះនាមព្រះនគរថាក្រុងចតុមុខមង្គលសកលកម្ពុជាធិបតេយ្យសេរីធម៌បវរអន្តរបតៈបុរីរដ្ឋរាជសីមាមហានគរឯទន្លេច្រាបឈាមបដូរជាទន្លេចតុមុខវិញព្រះអង្គបានរៀបចំរាជធានីថ្មីឲ្យមានសណ្ដាប់ធ្នាប់ល្អដោយមានវត្តមានវត្តអារាមជាច្រើនដូចជាវត្តធម្មលង្កាវត្តកោះវត្តព្រះពុទ្ធខូសារាមឬវត្តចិនដំដែកវត្តពិផុតរាំងសីវត្តពីមផ្លុងវត្តឧណាឡោមវត្តខុបតាយ៉ងវត្តបតុមវតីជាចុងក្រោយខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់វីដេអូមួយនេះសូមអរគុណសូមជម្រាបលា